ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះដែរចង់បង្ហាញមុខម្ហូបសាច់គោលើជ្រុញតែដោយសារខ្ញុំមុននេះខ្ញុំប្រឡាក់គ្រឿងហើយអស់ហើយបាទថតទោះជូនបងប្អូនពុកម៉ែបងប្អូនទស្សនាអញ្ចឹងសូមមកពុកម៉ែបងប្អូននិយាយទស្សនាដូចតទៅចំពោះសាច់គោខ្ញុំជំរាបពុកម៉ែបងប្អូនទូទៅព្រោះដោយសារខ្ញុំធ្វើហើយបាទអញ្ចឹងយើងមានសាច់គោយើងទិញមកប្រហែលជា7 គីឡូបាទអញ្ចឹងយើងមានគ្រឿងផ្សំមានទឹកឃ្មុំប្រេងខ្យងរ៉ូឌីប្រេងប៊ីចេងស្ករបាទហើយសម្រាប់ម្ទេសម្ទេហុយម្ទេសក្រៀមយើងហ្នឹងបាទហើយប៊ីចេងហើយយើងដាក់ប្រឡាក់ចូលគ្នាមកជាមួយគ្រឿងហ្នឹងបាទងាយស្រួលធ្វើទេព្រោះដោយសារមុខម្ហូបនេះងាយសម្រាប់យើងទទួលទានហើយមានដាក់ចូលគ្នាហើយយើងអាចធ្វើការសាច់គោយើងអាចញាត់ខ្ទឹមចូលបានបាទយើងចោះប្រហោងតិចតាមក្រវិតដែលគុំក្រវិតហ្នឹងអាចចោះពីប្រហោងនៅក្នុងនោះយើងអាចញាត់ខ្ទឹមសចូលបាទអញ្ចឹងដូចគ្នាអញ្ចឹងធ្វើហើយសម្រាប់សាច់ខាងក្រៅយើងអាចជាវាឆ្នូតអញ្ចឹងមកបាទអញ្ចឹងហើយយើងកូរវាចុះឡើងហើយយើងប្រឡាក់ជាមួយគ្រឿងផ្អាប់ប្រហែលជាអាចខ្ទង់10 ទៅ 15 នាទីមុននឹងយើងធ្វើការដាក់អាំងចឹងបន្លែយើងមានផ្សិតមានម្ទេសខ្លោបខ្ទឹមសខ្ទឹមបារាំងបាទនេះគឺយើងអាចអាំងជាមួយគ្នាបានហើយសម្រាប់សាច់គោយើងអាចអាំងជាមួយម៉ាស៊ីនក៏បានអាំងជាមួយធ្យូងក៏បានតែខ្ញុំអាចrecommend ឲ្យរវល់បន្តិចយើងអាំងធ្យូងទៅវាឆ្ងាញ់រសជាតិឆ្ងាញ់ជាងម៉ាស៊ីនបាទអញ្ចឹងបន្ទាប់ពីនេះខ្ញុំនឹងធ្វើការដាក់អាំងឲ្យបងប្អូនមើលបន្ទាប់មកយើងធ្វើការកាត់ភ្លើងឲ្យល្ងើកវាកាត់ល្អបាទក្រហមល្អល្ងើកអញ្ចឹងសម្រាប់ល្ងើកភ្លើងយើងដាក់រឹមល្មមបានហើយខ្លាច់វាឆេះហើយខ្លោចអញ្ចឹងឥឡូវយើងអាចចាប់ផ្ដើមដាក់សាច់គោចូលឥឡូវនេះយើងចាប់ផ្ដើមហ្នឹងផ្ដាប់យើងដាក់សាច់គោចូលល្អទៀតដាក់សាច់គោលើល្ងើកមកអញ្ចឹងសម្រាប់សាច់គោយើងអាំងបែបនឹង50-60% នេះឆ្អិនបាទយើងអត់យកឆ្អិនពេកទេព្រោះសាច់គោដុំចឹងក៏យើងអាំងមិនអាចឆ្អិនល្អពេកដែរអញ្ចឹងខាងក្នុងអាចនៅឈាមតិចទឹកភ្លើងហូមល្អបងប្អូនអរគ្នាសក់ខ្លាញ់ឆេះចឹងបន្តមើលវាទៅយើងអាចទុំ3 ទៅ 5 នាទីប្រែម្ដងតាមដូចជា3 ទៅ 5 នាទីអាចប្រែទៅចង់ខ្លោចវារោខ្លាញ់បាទវារោភ្លើងអញ្ចឹងហើយយើងលាបទឹកកសោះដែលយើងនេះបាទពុកម៉ែបងប្អូនអញ្ចឹងអាចយកទឹកសោះវានឹងអាចលាបពីលើសាច់បានខាងល្អអញ្ចឹងយើងអាចប្រែ2 ទៅ 3 នាទីយើងប្រែម្ដងទៅបាទទុក5 នាទីវាយូរពេកអញ្ចឹងវាអាចធ្វើឲ្យខ្លោចតែដល់ចាប់ដើមក្រហមល្អយើងលាបសោះវាហ្នឹងអញ្ចឹងចាប់ដើមរៀងក្រហមតិចហើយមកខាងនេះអូ
và những ai đặt tầm hòm tầm so xong tôi bụng hàng phố tầm so những ai ăn cho mùi sạch cô nó ai cố ai pre check mưa phải cloud ba là ai tung sam sẽ rồi chân về chọn lần tại vì checkខ្លាញ់ជុំវិញហ្នឹងវាអាចឃើញទៅខ្មៅតែអីទេហ្នឹងវាក៏ហមល្អពុកម៉ែបងប្អូនខ្ទង់40%ពុកម៉ែបងប្អូនបំទី1ច្រើនហើយយ៉ាងអានបំទី2ខ្ញុំកំពុងថែមួយផ្សិតយ៉ាងអានដាក់ខាងអបជុំវិញសាច់ហ្នឹងអាចបន្ថែមទេប្លោកជុំវិញហ្នឹងបាទយើងលាបសពីលើផងហូមល្អហើយសាច់គោលើជ្រុញយើងឆ្អិនហើយពុកម៉ែបងប្អូនបាទសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាពីដើមរហូតដល់ចប់ជូនពរសុខភាពល្អបាទទទួលទានមានបានសូមជួយ like និង share វីដេអូនេះណាសូមអរគុណសូមជម្រាបលា